សហរដ្ឋអាមេរិកនឹងដាក់ពន្ធ 100% លើកាណាដាប្រសិនបើកាណាដាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិនរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យទី25មករាថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ 100% លើទំនិញនាំចូលពីកាណាដាប្រសិនបើកាណាដាសម្រេចបានកិច្ចព្រមព្រៀងថ្មីជាមួយនឹងប្រទេសចិននេះគឺជាការបន្ថែមពីលើការគម្រាមកំហែងស្រដៀងនេះពីសំណាក់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីពេលកន្លងទៅលោក Bessent បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ថាយើងមិនអាចបណ្តោយឲ្យកាណាដាក្លាយជាច្រកសម្រាប់ឲ្យចិនសម្រុកនាំចូលទំនិញថោកៗរបស់ពួកគេចូលមកទឹកដីសហរដ្ឋអាមេរិកបានឡើយគួរបញ្ជាក់ជូនថាអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី16ខែមករានាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសពីភាពល្អប្រសើរឡើងវិញនៃទំនាក់ទំនងទ្វេភាគីជាមួយនឹងប្រទេសចិនដោយលោកអះអាងថាប្រទេសទាំងពីរបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រថ្មីនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រិតបឋមមួយនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះប្រទេសចិនត្រូវបានគេរំពឹងថានឹងកាត់បន្ថយលើពន្ធនាំចូលគ្រាប់កាណូឡាពីកាណាដាឲ្យនៅត្រឹម 15% នាថ្ងៃទី1ខែមិនិនាខាងមុខដែលជាការថយចុះយ៉ាងខ្លាំងពីអត្រាពន្ធបច្ចុប្បន្នដែលមាន 84% បន្ថែមពីនេះប្រទេសចិនក៏នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរកាណាដាចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការដែរជាការឆ្លើយតបវិញកាណាដានឹងនាំចូលរថយន្តអគ្គិសនីពីចិនចំនួន 49,000 គ្រឿងនៅក្រោមអត្រាពន្ធសម្បទានថ្មីត្រឹមតែ 6.1% ប៉ុណ្ណោះជាកិច្ចព្រមព្រៀងកាត់ឡើងចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកាណាដាខណៈដែលរដ្ឋបាលរបស់លោក Donald Trump បានដាក់ពន្ធនាំចូលលើប្រទេសជិតខាងមួយនេះ